ខ្ញុំអាប់ដេតបន្តិចដោយសារមានបងប្អូនយើងក៏គាត់ឆាតសួរខ្ញុំដែរតាក់ទងទៅនឹងរឿងអា drone Dominator ដែលខាងសៀមបាទមកបាទស៊ើបការនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជារបស់យើងនៅភូមិសាស្ត្រប៉ោយប៉ែតម្សិលមិញនេះ Dominator XP ហ្នឹងគឺធ្លាក់បាទបងប្អូនយើងសួរថាតើតម្លៃពិតប្រកបនឹងប្រមាណលោកវិលិតបាទនេះយើងតាមទទួលទិន្នន័យបានទេណាគឺ drone នេះគឺមានតម្លៃជាងជិត10លានបាទជិត10លានមានន័យថាកាលពីឆ្នាំ2018ឯណោះបាទភាគីខាងសៀមមកទិញតាំងពី2018 3គ្រឿងបាទទិញពីអ៊ីស្រាអែលនៅក្នុងតម្លៃដែលយើងទទួលបានហ្នឹងគឺក្នុងតម្លៃ27លានបាទអញ្ចឹង27គុណចែក3ប្រហែលលោកសុខា20លានបាត20លានដុល្លារ3គ្រឿង20លានដុល្លារ27លានដុល្លារ3គ្រឿង27លានដុល្លារនេះអា Dominator XP នេះអាធ្លាក់យកមិញណាសាច់យកមិញបាទអញ្ចឹងមិនមែនមួយគ្រឿងហ្នឹងទេមាននៅសល់2គ្រឿងទៀតអញ្ចឹងធ្លាក់មួយនៅ2ទៀតអញ្ចឹងអាសង្ឃឹមអា2ហ្នឹងក៏មិននៅដែរបើសិនបើចូលមកដល់ដែនអធិបតេយ្យរបស់កម្ពុជារបស់យើងវាអាចអភិនិហាបាទអភិនិហាអាចចេញពីកណ្ដុងកំភ្លើងរបស់កម្ពុជាយើងក៏បានបាទដោយសារគាត់ថាបានដោយសារតែមកដល់ទឹកដីរបស់យើងហើយមកដល់ទឹកដីបាទត្រូវទៅបាញ់បាទមករំលោភដែនអធិបតេយ្យរបស់យើងហើយអញ្ចឹងទេប្រិមិត្តបាទវាចូលមួយវាជិត10លានហើយមកពី27លានបាទពី327លានអញ្ចឹងមួយវាចូលជិត9លានហើយណា9លានជិត10លានបាទជិត10លានហើយអញ្ចឹងគាត់ថៃខាតមក20ភ្នែកអញ្ចឹងគឺជិត10លានដុល្លារហើយប្រិមិត្តអញ្ចឹងខ្ញុំសូមជំរាបជូនថាសម្រាប់Dominator XP នេះគឺប្រភពដើមដែលថៃទិញហ្នឹងសៀមទិញហ្នឹងទិញពីខាងអ៊ីស្រាអែលប្រិមិត្តបាទក្នុងតម្លៃ327លានដុល្លារបាទហើយសម្រាប់ប្រសិទ្ធភាពរបស់វាហ្នឹងគឺស៊ើបការឆ្លំមើលឆ្លប់យកការនៅក្នុងស្ថានភាពទាំងថ្ងៃទាំងយប់មកយប់ក៏បានថ្ងៃក៏បានប៉ុន្តែឆេះអស់ហើយបាទឆេះខ្ទេចអស់ហើយម្សិលមិញនៅភូមិសាស្ត្រប៉ោយប៉ែតបាទខាងបងកងកម្លាំងគាត់យកឡានទឹកនៅពលិតហើយសិននេះសិតតែទឹកតាំងហើយណាទឹកតាំងហើយបើសិនបើអ្នកឯងមិនលោបចូលគេហេតុអីបានជាសពាវុធរបស់អ្នកឯងមកនៅក្នុងដែនអធិបតេយ្យរបស់គេនេះចូលនៅក្នុងទឹកដីកម្ពុជាចូលនៅក្នុងទឹកដីកម្ពុជារបស់យើងទៀតនេះបងប្អូនបាទអញ្ចឹងនៅសល់2គ្រឿងទៀតអានេះបើយើងនិយាយទៅថាដ្រូនប៉ុន្តែដ្រូនប្រភេទដ្រូនខ្នាតធំបាទតម្លៃថ្លៃយើងនិយាយពីរឿងផុសតាងហ្នឹងវាមិនខ្វះទេច្រើនណាស់ច្រើនរាល់ថ្ងៃនេះសិតតែផុសតាងហើយយើងធ្វើការបាញ់ឆ្លើយតបស្វ័យការពារនេះគឺនៅលើទឹកដីរបស់យើងទេបាទនៅលើទឹកដីរបស់យើងទេដូច្នេះផុសតាងហ្នឹងវាសម្បើមណាស់អញ្ចឹងឥឡូវនេះខាងកាសែតធំគេបានដឹងហើយគេបានដឹងតាមរយៈគេចុះមកផ្ទាល់បាទចុះមកផ្ទាល់ឃើញថាប្រជាពលរដ្ឋស៊ីវិលក៏ដូចជាវីរៈកងទ័ពរបស់យើងត្រូវផ្សែងពុលនៅក្នុងទឹកដីរបស់ខ្លួនឯងហ្នឹងបាទខ្ញុំវាឃើញរូបភាពខាងកាសែតខាងសៀមណាគេបានចុះផ្សាយដែរគឺឃើញមានអាដៅណាទេគេថាដោយសារតែឥទ្ធិពលរបស់ BM21 របស់យើងក៏ប៉ុន្តែពេលដែលផ្សាយទៅមើល comment បាទគេ comment ហ្នឹងគឺ comment គេហួសចិត្តតែហ្មងបាទវាដែលអាណាអាកហុកដែលស្នាមអាក្របហ្នឹងវាមានអាស្នាមexcavator បាទរូបភាពហ្នឹងដូចកាធ្លាប់មានហ្នឹងស្នាមមកដេញអាថ្មី excavator ណាដៃ excavator ចុះក្របអាណាមានស្នាមអញ្ចឹងបាទឥឡូវមានរូបភាពដែលខាងរូបភាពដែលថៃខាងសៀមគេតម្លាក់មកយើងអញ្ចឹងអាដៅនឹងវាមិនដៅវាគ្មានស្នាមអា excavator ដូចគេទេអញ្ចឹងនេះគឺជារឿងមួយដ៏កខ្វក់បំផុតបាទរឿងអីក៏អាចធ្វើទៅបានដែរអញ្ចឹងទេបាទខ្ញុំភ្ជាប់កាលពីកន្លងទៅនេះខ្ញុំបានជួបជាមួយនឹងកីឡាកររបស់អេកឡុងបាទប៉ុន្តែខ្ញុំក៏ប៉ុណ្ណឹងមិនបញ្ជាក់ថាប្រទេសណាដែរប្រិមិត្តគឺបានប្រាប់បរទេសអញ្ចឹងខ្ញុំគិតថាយើងទទួលបានពីបានដំណឹងពីកីឡាករបរទេសមួយរូបហ្នឹងអញ្ចឹងប្រហែលជាមានបរទេសជាច្រើនទៀតតែភាគីខាងសៀមនឹងមកលៀបពណ៌មកកាន់កម្ពុជារបស់យើងបាទហើយថានេះកាលណាខ្ញុំជួបជាមួយនឹង Aaron Clerk បាទ Aaron Clerk គឺគាត់ប្រកួតនៅ extreme របស់យើងកន្លងមកប្រិមិត្តបាទខ្ញុំបានជួបគាត់នៅសន្តាគារប៉ុន្តែខ្ញុំបានគិតរវកិច្ចគាត់អូយវីដេអូនេះចូលមួយអឹមបាទចូលមួយអឹម
គាត់ថាមុនដែលខ្ញុំមកដល់ទឹកដីកម្ពុជាខ្ញុំបានទទួលនៃដំណឹងគេបានគេប្រាប់ខ្ញុំថាទឹកដីរបស់អ្នកគឺមិនល្អទេបាទមានរឿងច្រើនណាស់បាទអត់សុវត្ថិភាពទេហើយប្រជាជនអ្នកឯងចេះប្រជាជនអ្នកឯងចោះណានិយាយណាតែពេលដែលខ្ញុំមកចូលមកដល់ភ្លាមអ្វីខុសពីការពិតទាំងស្រុងតែម្ដងបាទពេលដែលខ្ញុំទៅ supermarket បាទផ្សារទំនើបគ្រប់គ្នាគេញញឹមដាក់ខ្ញុំទាំងដែលគេមិនស្គាល់ខ្ញុំណែគាត់ថាប្រជាជនខ្មែរពោពេញទៅដោយស្នាមញញឹមបាទគាត់និយាយចឹងហ្មងគាត់ថាជាតិសាសន៍ដទៃក៏ល្អដែរប៉ុន្តែអ្វីដែលជាពិសេសរបស់ជាតិសាសន៍កម្ពុជាយើងនេះជាតិសាសន៍ខ្មែរយើងនេះគឺស្នាមញញឹមនឹងតែម្ដងបើទោះបីយើងស្គាល់គ្នាក៏ញញឹមដាក់គាត់ដែរហើយគាត់និយាយដែរថាសំបីតែតាក់ស៊ីបាទអ្នករត់តាក់ស៊ីអត់ស្គាល់គាត់ទេតែគេរវៈកិច្ចគាត់នឹងទទួលគាត់ញញឹមញញែមបាទសួរនាំគាត់ឲ្យអត់ភូតភរទេប្រាប់ទៅណាគឺទៅហ្នឹងហើយមកដល់ជួបជាមួយអ្នកឯងទៀតអ្នកឯងពិតជាមនុស្សល្អប្រជាជនកម្ពុជាគឺជាប្រជាជនដែលមានបេះដូងល្អបរិសុទ្ធខុសពីការដែលគេប្រាប់ខ្ញុំគាត់ក៏បាននិយាយចឹងហើយគាត់ក៏មិនបញ្ជាក់ថាប្រទេសណាដែរតែយើងសន្និដ្ឋានដឹងណាបាទថាអ្នកណាដែលប្រាប់គាត់ចឹងឯងប្រិមិត្តយើងជាប្រទេសដែលតូចហើយបើយើងនិយាយទៅយើងទើបតែងើបពីភ្នក់ភ្លើងសង្គ្រាមជាពិសេសហ្នឹងចំនួន3ឆ្នាំ8ខែ20ថ្ងៃនោះយើងទំមកសាងប្រទេសរបស់យើងបានមកដល់សពថ្ងៃនេះគឺយើងអភិវឌ្ឍខ្លាំងបាទអញ្ចឹងក៏គេមិនសប្បាយចិត្តនៅក្នុងការអភិវឌ្ឍរបស់យើងដែរធម្មតាបាទអ្នកចិត្តខាងយើងគាត់មិនសប្បាយចិត្តទេអញ្ចឹងរឿងអីក៏ដោយមានតែពេលវេលាទេប្រិមិត្តគឺជាអ្នកបង្ហាញការពិតនេះភាគីខាងសៀមដែលគេយកអារូបភាពនេះគេទៅផ្សាយប្រាប់បរទេសបាទទៅប្រាប់បរទេសថានេះគឺជាក្របកម្ពុជាទម្លាក់ BM21 របស់កម្ពុជារបស់យើងប្រិមិត្តឥឡូវយើងមើលមកយើងមើលទាំងអស់គ្នាហើយយើងមិនថាយើងជាសាសរបស់យើងកាន់ជើងខាងយើងណាយើងមើលទាំងអស់គ្នាវាមិនដែលអាណាអណ្ដៅក្របមានស្នាមថ្មិញ excavator ឥឡូវលោកសកាមើលមកណាអណ្ដៅក្របហ្នឹងហើយមានអាចដីល្អទៀតអាចដីនោះជោគទៅខាងម្ខាងនោះបាទហើយមានសារព័ត៌មានកាមេរ៉ា4-5 ភ្ជុង